ដោយពីមានការរករកឃើញនៅគំនរឈើហូបមូលនិងឈើអាឡាំងជ្រុងដែលជាប្រភេទឈើសក្រំនិងឈើកគីមានចំនួនជាច្រើនពាន់ដើមដែលបានស្តុកនៅក្នុងព្រៃក្រុមហ៊ុនវិនិយោគព្រៃសម្បត្តិរបស់ចិននៅព្រឹកថ្ងៃទី19ខែមករានេះឯកឧត្តមនាយឧត្តមសេនីយ៍សៅសុខាអគ្គមេបញ្ជាការរងនៅកងយុទ្ធពលខេមរភូមិន្ទមានបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាប្រធានគណៈកម្មាធិការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើបានដឹកនាំក្រុមការងារចុះទៅពិនិត្យមើលលើនីតិវិធីរបស់ក្រមមន្ត្រីដល់ទីតាំងរបស់ក្រុមហ៊ុនប្រតិបត្តិការក្តៅគគុកលើការបង្ក្រាបបទល្មើសព្រៃឈើនៅក្នុងបរិវេណក្រុមហ៊ុនវិនិយោគនេះគឺបានធ្វើឡើងជាយុទ្ធនាការក្តៅមួយក្រោយបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលដោយកម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះចំនួនជាង40រូបក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍សានមន្ថានមេបញ្ជាការខេត្តក្រចេះបានចុះស្រាវជ្រាវនិងរកឃើញគំនរឈើសុក្រំនិងឈើកគីធំៗមានចំនួនរាប់ពាន់ដើមដែលស្តុកនៅខាងក្នុងនិងខាងក្រៅរបស់ក្រុមហ៊ុនវិនិយោគព្រៃសម្បត្តិរបស់ចិនឈ្មោះថា China Dynamic នៅចំណុចអូកគីក្នុងឃុំរលួងនិងឃុំស្រែជីស្រុកសម្បូរខេត្តក្រចេះក្នុងសកម្មភាពនៃការចុះពិនិត្យផ្ទាល់ដល់កន្លែងទីតាំងក្រុមហ៊ុនបន្ទាប់ពីមានការរករកឃើញមានស្តុកឈើរាប់ពាន់ដើមដោយសង្ស័យថាជាឈើខុសច្បាប់ផងដែរនោះឯកឧត្តមនាយឧត្តមសេនីយ៍សៅសុខាមេបញ្ជាការរងនៃកងយុទ្ធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងក៏ជាប្រធានគណៈកម្មាធិការជាតិទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើបានមានប្រសាសន៍ដែលបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់មន្ត្រីដែលកំពុងតែអនុវត្តនីតិវិធីដោយត្រូវធ្វើការឲ្យបានហ្មត់ចត់និងត្រូវព្យាយាមការពារសន្តិសុខឲ្យបានតឹងរ៉ឹងដោយមិនឲ្យមានការចល័តឈើចេញហើយវិធានការបន្តឯកឧត្តមនាយឧត្តមសេនីយ៍ក៏បានជំរុញឲ្យអាជ្ញាធរសហការជាមួយនឹងពលរដ្ឋនិងមហាជនដើម្បីប្រមូលផ្ដុំយកព័ត៌មានស្រាវជ្រាវរកប្រភពឈើមួយចំនួនទៀតនៅតាមបណ្ដាព្រៃនិងក្រុមហ៊ុននានានិងរកប្រភពឈើខុសច្បាប់ដើម្បីមានវិធានការបើទោះបីជាមានការលើកឡើងថាឈើអានិងឈើហូបមូលទាំងនេះគឺជាឈើមានច្បាប់និងក៏បានធ្វើការកាត់អាចេញពីដីព្រៃសម្បត្តិសេដ្ឋកិច្ចយ៉ាងណាក៏ដោយក៏ឯកឧត្តមនាយឧត្តមសេនីយ៍សៅសុខាបានបញ្ជាឲ្យមន្ត្រីជំនាញធ្វើការវាស់វែងលើចំនួនឈើទាំងនេះដើម្បីធ្វើការផ្ទៀងផ្ទាត់ទៅនឹងច្បាប់និងបន្តពិនិត្យទីតាំងប្រភពដែលបានកាត់អាក្រមមន្ត្រីក៏បានបញ្ជាក់ថាក្រោយពីសកម្មភាពនៃការចុះពិនិត្យមើលទីតាំងកំណត់ឈើដែលបានតាមប្រមាណថាមិនតិចជាង 3000 ដើមនៅព្រឹកថ្ងៃដដែលឯកឧត្តមនាយឧត្តមសេនីយ៍សៅសុខាអគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងក៏ជាប្រធានគណៈកម្មាធិការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើបានបន្តដឹកនាំក្រុមការងារគណៈកម្មការចុះពិនិត្យមើលទីតាំងក្រុមហ៊ុនវិនិយោគព្រៃសម្បត្តិរបស់ចិនមួយទៀតឈ្មោះហៅថាតុងមិនដែលមានទីតាំងនៅភូមិស្រែត្រែងឃុំក្បាលដំរីស្រុកសម្បូរតែចំពោះលទ្ធផលគឺនៅមិនទាន់ដឹងថាយ៉ាងណានៅឡើយនោះទេក្រុមហ៊ុនវិនិយោគព្រៃសម្បត្តិតុងមិនដែលមានច្បាប់វិនិយោគដីព្រៃរាប់ម៉ឺនហិកតាក្នុងភូមិសាស្ត្រទឹកដីខេត្តក្រចេះនិងខេត្តមណ្ឌលគិរីកន្លងមកក៏ធ្លាប់មានរឿងចម្រូងចម្រាសជាច្រើនករណីពាក់ព័ន្ធទៅនឹងការនាំឈើចូលរបស់ឈ្មួញក្រោមរូបភាពបន្លំថាជាឈើមានច្បាប់របស់ក្រុមហ៊ុនគូរំលឹកថាការពីម្សិលមិញគណៈកម្មការជាតិដើម្បីទប់ស្កាត់នឹងបទនឹងការបង្ក្រាបបទល្មើសព្រៃឈើគឺបានចុះទៅខេត្តត្បូងឃ្មុំដែលនៅទីនោះគឺគេបានរកឃើញមានឈើពាក់ព័ន្ធនឹងអុកញ៉ាចំនួន3នាក់សេចក្តីរាយការណ៍បានដឹងថានៅក្នុងខេត្តត្បូងឃ្មុំនោះគឺឈើរបស់អង្គការសឹងសមលត្រូវគេប្រទះឃើញមានជាង3ម៉ែត្រគីបចំណែកនៅក្នុងឃ្លាំងអង្គការលឹមបណ្ណាហៅខ្នាគឺមានឈើជាច្រើនដោយកម្លាំងជំនាញកំពុងវាស់វែងនៅរសៀលថ្ងៃទី19ខែមករានេះទៀតនៅក្នុងស្រុកអូរាំងឪនោះវិញនៅក្នុងតំបន់កាន់កាប់ក្រុមហ៊ុនរបស់អង្គការម្នាក់ឈ្មោះថាវ៉ាន់ប៊ុនថៃគឺត្រូវគេប្រទះឃើញឈើខុសច្បាប់ជាច្រើនមន្ត្រីខេត្តបានដឹងថាឈើរបស់អង្គការវ៉ាន់ប៊ុនថៃដែលសុទ្ធតែជាឈើមូលគឺត្រូវបានគេដឹកបំផ្លាញភ័ស្តុតាងចំណែកឈើខ្លះត្រូវបានគេដឹកគេជីករណ្ដៅដឹកយកទៅទម្លាក់ក្នុងរណ្ដៅធំបានចំនួន2ចំនួន2គឺយកទៅកប់ដែលចំណែកឈើដែលកប់គឺមិនត្រូវបានគេប្រទះឃើញរនុករណាលពីពេញទីនោះហើយសមត្ថកិច្ចក៏កំពុងតែធ្វើកិច្ចការទាំងឡាយនោះតាមនីតិវិធីនេះពេលនេះនៅក្នុងខេត្តត្បូងឃ្មុំដដែលនោះគឺឃើញថាដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការពីប្រជាពលរដ្ឋដើម្បីចូលរួមការបង្ក្រាបគណៈកម្មការជាតិក៏បានរៀបចំនៅមណ្ឌលប្រតិបត្តិការ24ម៉ោងលើ24ម៉ោងដើម្បីទទួលព័ត៌មានអំពីបទល្មើសព្រៃឈើគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើគឺបានអំពាវនាវដល់ប្រជាពលរដ្ឋនិងអ្នកសារព័ត៌មានគឺសូមឲ្យចូលរួមសហការផ្តល់ព័ត៌មានអំពីបទល្មើសព្រៃឈើតាមទូរស័ព្ទលេខ023 667 លេខ023 6 367 367និង023 6 568 668ផងដែរ